កងទ័ពអាកាសកម្ពុជាទាំង3នៅលើពិភពលោកគ្មាននរណាម្នាក់ហ៊ានប្រជែងជាមួយចំណាត់ថ្នាក់លេខ1ឡើយចាប់ផ្ដើមជាមួយចំណាត់ថ្នាក់លេខ3ប្រទេសចិនវិស័យយោធារបស់ប្រទេសចិនបានផ្លាស់ប្ដូរទម្រង់យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយមានការកើនឡើងនូវចំនួនយន្តហោះចម្បាំងយ៉ាងខ្លាំងក្លារហូតដល់ទៅជាង 3000 គ្រឿងក្នុងចំណោមអាវុធដ៏គួរឲ្យខ្លាចបំផុតរបស់ពួកគេគឺយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ H-20 Stealth Bomber ដែលមានសមត្ថភាពអាចដឹកនាំគ្រាប់បែកនុយក្លេអ៊ែរទៅទម្លាក់នៅគ្រប់ទីកន្លែងជុំវិញពិភពលោកហើយនេះគ្រាន់តែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះជាមួយនឹងការបំពាក់នូវយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបពេលនេះចិនបានក្លាយជាកម្លាំងមួយដែលត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខជាមួយមហាអំណាចធំៗណាមួយនៅចំណាត់ថ្នាក់លេខ2គឺប្រទេសរុស្ស៊ីជាមួយនឹងចំនួនយន្តហោះចម្បាំងសរុបជាង 4000 គ្រឿងកងទ័ពអាកាសរុស្ស៊ីមានយន្តហោះចម្បាំងដ៏ល្អបំផុតមួយចំនួននៅលើពិភពលោកយន្តហោះចម្បាំងទាំងនេះអាចធ្វើការហោះហើរនិងបត់បែនក្នុងទម្រង់ពិបាកដែលមានកងទ័ពអាកាសតិចតួចណាស់អាចធ្វើតាមបានដែលធ្វើឲ្យពួកគេក្លាយជាគូប្រជែងដ៏គួរឲ្យខ្លាចនៅលើលំហអាកាសបន្ថែមពីនេះប្រព័ន្ធការពារដែនអាកាសលំដាប់កម្ពុជារបស់រុស្ស៊ីអាចកំទេចរាល់ការគំរាមកំហែងនានាមុនពេលដែលពួកវាអាចហោះចូលមកដល់ទឹកដីរបស់រុស្ស៊ីទៅទៀតហើយចុងក្រោយបង្អស់ចំណាត់ថ្នាក់លេខ1គឺសហរដ្ឋអាមេរិកជាមួយនឹងចំនួនយន្តហោះចម្បាំងជាង 13000 គ្រឿងសហរដ្ឋអាមេរិកមានកងទ័ពអាកាសធំជាងគេនិងទំនើបបំផុតនៅលើពិភពលោកដោយមានការគាំទ្រពីកញ្ចប់ថវិកាការពារជាតិដ៏ច្រើនលើសលប់ពួកគេមានយន្តហោះចម្បាំងដ៏ទំនើបចុងក្រោយបំផុតដូចជា F-22 Raptor ជាដើម